ចំពោះកម្ពុជារបស់យើងក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីគឺយើងបានបង្ហាញភាពចាស់ទុំភាពដឹកនាំនិងការគោរពទៅនឹងគោលការណ៍និងច្បាប់អន្តរជាតិយ៉ាងពិតប្រាកដហើយចំណុចទាំងអស់នេះគឺបង្ហាញនៅភាពអង់អាចក្លាហានក៏ដូចជាភាពមោះមុតរបស់រាជរដ្ឋាភិបាលជាពិសេសប្រជាជនកម្ពុជារបស់យើងដែលបានផ្ដល់ទំនុកចិត្តទាំងអស់ទៅដល់រាជរដ្ឋាភិបាលក្នុងការរកដំណោះស្រាយចំពោះនឹងបញ្ហាប្រឈមនេះអញ្ចឹងការងារនេះចំពោះកម្ពុជារបស់យើងគឺយើងបានបង្ហាញហើយអញ្ចឹងការងារនេះគឺយើងសង្ឃឹមថាចំពោះអ្វីដែលជាការវិវត្តដែលយើងបានឃើញបន្ទាប់ពី25ដល់28កក្កដាមកដល់ពេលបច្ចុប្បន្ននេះហើយខ្ញុំជឿជាក់ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងការងារពាក់ព័ន្ធទៅនឹងការបរទេសទំនាក់ទំនងអន្តរជាតិក៏ដូចជាការងារក្នុងការពង្រឹងដោយសាមគ្គីភាពបង្រួបបង្រួមនៅក្នុងកត្តាផ្ទៃក្នុងរបស់យើងនេះគឺនឹងអាចជាកត្តាមួយនឹងផ្ដល់នៅដំណោះស្រាយពិតប្រាកដហើយការសម្របសម្រួលបញ្ហានេះតាមរយៈយន្តការពហុភាគីអាស៊ានយើងបានឃើញហើយ UN ក៏បានឃើញដែរបន្ទាប់នេះយើងបានឃើញហើយក្រុមអ្នកសង្កេតការណ៍គឺមានវត្តមានហើយនឹងបានកត់សម្គាល់និងមានការរាយការណ៍ជាបន្តបន្ទាប់ទៅលើទង្វើអមនុស្សធម៌ទង្វើរំលោភច្បាប់ហើយទង្វើមិនគោរពទៅនឹងដែនអធិបតេយ្យភាពរបស់ប្រទេសមួយនៅប្រទេសជិតខាងនេះគឺជាការងារមួយដែលខ្ញុំសង្ឃឹមថាសហគមន៍អន្តរជាតិគឺមានការកត់សម្គាល់យ៉ាងពិតប្រាកដហើយការងារនេះគឺយើងនឹងបន្តជំរុញធ្វើយ៉ាងណានោះគឺជំរុញឲ្យប្រទេសម្ខាងទៀតនោះគឺត្រូវតែគោរពដាច់ខាតទៅនឹងបទឈប់បាញ់ដែលយើងបានឯកភាពជាមួយគ្នាហើយនឹងគោលការណ៍សំខាន់ដែលកំណត់ទៅដោយគណៈកម្មការចម្រុះរបស់យើងហើយនឹងតំបន់របស់យើងទាំងអស់នេះទាំងក្នុងគោលការណ៍ច្បាប់អន្តរជាតិទាំងគោលការណ៍ក្នុងការការពារនៅបូរណភាពទឹកដីតាមរយៈយុទ្ធជនជួរមុខរបស់យើងគោរពទៅនឹងអ្វីដែលជាដែនអធិបតេយ្យភាពជាតិរបស់យើងដែលមានការទទួលស្គាល់បាទពីសហគមន៍អន្តរជាតិហើយនឹងការគោរពនៅអនុសារណៈចុងក្រោយគឺឆ្នាំ2000ដែលផ្សំបីតែប្រទេសថៃខ្លួនឯងក៏បានទទួលស្គាល់ផងដែរអញ្ចឹងចំណុចទាំងអស់នេះគឺយើងបានបង្ហាញយ៉ាងច្បាស់ទៅក្នុងសហគមន៍អន្តរជាតិទៅលើភាពស្របច្បាប់របស់កម្ពុជាការងារទាំងអស់នេះខ្ញុំជឿជាក់ថាបងប្អូនប្រជាពលរដ្ឋជាពិសេសក្រុមគ្រួសារជនភៀសសឹកហើយនឹងក្រុមគ្រួសារនៃវីរៈយុទ្ធជនរបស់យើងគឺយកចិត្តទុកដាក់ខ្លាំងណាស់ហើយចំពោះរាជរដ្ឋាភិបាលគឺមានការបាទយកចិត្តទុកដាក់គិតគូរគ្រប់ពេលវេលាទាំងអស់ទៅលើបញ្ហាទាំងអស់នេះហើយខ្ញុំក៏សង្ឃឹមផងដែរដៃគូសំខាន់ដែលយើងបន្តជំរុញគឺនឹងអាចចូលរួមបន្ថែមទៀតទៅលើការដាក់សម្ពាធទៅនឹងប្រទេសជិតខាងរបស់យើងនេះឲ្យគោរពខានតែបាននៅអ្វីដែលជាបទឈប់បាញ់ដែលជាចំណុចចាប់ផ្ដើមនៃការកសាងនៃសន្តិភាពនៃប្រទេសទាំងពីររបស់យើងនេះ